ថ្ងៃនេះនាងខ្ញុំមានស្លតុងយ៉ាំសម្រាប់ចែកជូនបងប្អូនទាំងអស់គ្នាទស្សនាហើយសម្រាប់ស្លតុងយ៉ាំនេះដែរនាងខ្ញុំប្រើឆ្អឹងត្រីសាម៉ុនអញ្ចឹងណាបងប្អូនទាំងអស់គ្នាហើយគ្រឿងផ្សំរបស់យើងមានដូចជាឆ្អឹងត្រីសាម៉ុនហើយប៉េងប៉ោះក្រូចឆ្មាផ្សិតនិងដុំតុងយ៉ាំខ្ទឹមបារាំងជីស្លឹកក្រូចរំដេងកូនស្លឹកគ្រៃខ្ទិះដូងអីចឹងណាបងប្អូនគ្រឿងផ្សំយើងមានតែប៉ុណ្្នឹងឯងបងប្អូនមានអីច្រើនញ៉ៃទៀតទេបងប្អូនហើយសម្រាប់តុងយ៉ាំនេះដែរនាងខ្ញុំប្រើខ្ទិះដូងកំប៉ុងចឹងណាបងប្អូនអរគ្នាតុងយ៉ាំបើអត់ខ្ទិះដូងទេគឺអត់ឆ្ងាញ់ហ្មងហើយបើសិនបងប្អូនទាំងអស់គ្នាបានប្រើខ្ទិះដូងពូតថ្មីរឹតតែឆ្ងាញ់ទេបងប្អូនឆ្ងាញ់ជាងខ្ទិះដូងកំប៉ុងយើងទៀតចឹងណាបងប្អូនដោយសារថ្ងៃហ្នឹងនាងខ្ញុំអត់មានខ្ទិះដូងពូតចឹងទៅនាងខ្ញុំក៏ប្រើនៅខ្ទិះដូងកំប៉ុងចឹងទៅវាលឿនងាយស្រួលស្រាប់ចឹងណាបងប្អូនហើយឥឡូវនេះនាងខ្ញុំមកចាប់ផ្ដើមរៀបចំចិត្តបន្លែសម្រាប់ត្រៀមស្លចឹងណាហើយចំពោះស្លតុងយ៉ាំនេះដែរនាងខ្ញុំប្រើបន្លែតប៉ុណ្្នឹងមុខឯងបងប្អូនបើបងប្អូនចូលចិត្តបន្លែអីផ្សេងទៀតបងប្អូនអាចដាក់បានតែសម្រាប់នាងខ្ញុំចូលចិត្តតែប៉ុណ្្នឹងមុខហ្នឹងឯងបងប្អូនព្រោះថាសម្លតុងយ៉ាំនឹងមួយខ្វះអីខ្វះបានបងប្អូនតែបើថាខ្វះបន្លែអស់ហ្នឹងគឺខ្វះបានបងប្អូនសម្រាប់នាងខ្ញុំហើយឥឡូវបន្លែរបស់យើងចាប់ដើមរៀបចំរួចអស់ហើយបងប្អូនទាំងអស់គ្នាបន្តមកទៀតយើងចាប់ដើមយកគល់ស្លឹកគ្រៃហ្នឹងយកមកហាន់ជាចំណិតស្ដើងអញ្ចឹងណាចាហើយបន្ទាប់ពីយើងហាន់គល់ស្លឹកគ្រៃរួចហើយយើងចាប់ផ្ដើមហាន់រំដេងជាចំណិតស្ដើងដូចគ្នាអញ្ចឹងណាបងប្អូនហើយបន្ទាប់មកបានយើងចាប់ផ្ដើមយកស្លឹកក្រូចហ្នឹងមកបេះតំណុងកដាលវាចេញណាបងប្អូនណាតំណុងកដាលនៃស្លឹកក្រូចហ្នឹងណាយើងបកវាមកចាហើយបន្ទាប់ពីយើងបានបកស្លឹកក្រូចនិងបកតំណុងកដាលវាចេញហើយយើងចាប់ផ្ដើមយកជីមកហាន់ប្រវែងមកថ្នាំងដៃណាបងប្អូនយើងហាន់ប្រវែងហ្នឹងវាសមល្មមសម្រាប់ការស្លតុងយ៉ាំយើងណាបងប្អូនបន្ទាប់ពីយើងបានរៀបចំបន្លែរួចរាល់អស់ហើយយើងចាប់ផ្ដើមដាក់ឆ្នាំងស្លណាបងប្អូនយើងចាប់ផ្ដើមដាក់ដាំទឹកហើយទឹកនឹងដែរយើងដាំវាតទៅពុះយើងចាប់ផ្ដើមដាក់គ្រឿងគល់ស្លឹកគ្រៃរំដេងស្លឹកក្រូចខ្សោចនិងខ្ទឹមសអញ្ចឹងណាបងប្អូនយើងដាក់វាអាហ្នឹងមុនអញ្ចឹងណាបន្ទាប់ពីយើងបានដាក់អាហ្នឹងហើយយើងបង់នៅដុំស៊ុបតុងយ៉ាំអញ្ចឹងណាបងប្អូនតែសម្រាប់សាឡននេះនាងខ្ញុំបង់ដុំតុងយ៉ាំនឹងចំនួន2ដុំបងប្អូនព្រោះដោយសារតានាងខ្ញុំធ្វើវារៀងច្រើនដែរអញ្ចឹងណាបងប្អូនតែបើសម្រាប់បងប្អូនបើសិនជាធ្វើរៀងតិចបងប្អូនអាចដាក់វាតែម្ដុំមិនបានទេបងប្អូនយើងសុខចិត្តថែមក្រូចឆ្មាក៏បានដែរតែសម្រាប់នាងខ្ញុំធ្វើច្រើនអញ្ចឹងទៅនាងខ្ញុំដាក់វា2ដុំហ្នឹងអញ្ចឹងណាស្មើនឹងមួយប្រអប់នៃដុំតុងយ៉ាំហ្នឹងអញ្ចឹងណាបងប្អូនបន្តមកទៀតយើងចាប់ផ្ដើមដាក់ឆ្អឹងត្រីចូលហើយយើងដាក់គ្រឿងរបស់យើងមានដូចជាអំបិលស្ករម្សៅស៊ុបខ្នុរអញ្ចឹងណាបងប្អូនហើយមានទឹកត្រីបន្តិចអញ្ចឹងណាហើយបន្ទាប់មកយើងបន្ទាប់ពីពុះយើងចាប់ផ្ដើមដាក់នៅខ្ទិះដូងចូលអញ្ចឹងណាបងប្អូនមើលតែខ្ទិះដូងយើងរៀងពុះឆ្អិនល្អហើយយើងចាប់ផ្ដើមដាក់បន្លែមុនអញ្ចឹងណាបងប្អូនហើយការដាក់បន្លែនឹងដែរនេះខ្ញុំដាក់បន្លែរៀងរឹងជាងផ្សិតអញ្ចឹងណាបងប្អូនខ្ញុំដាក់ប៉េងប៉ោះនិងខ្ទឹមបារាំងចូលដាក់វាបានមួយសន្ទុះហើយយើងចាប់ផ្ដើមដាក់ផ្សិតដាក់អីបន្តចូលអញ្ចឹងណាបងប្អូនព្រោះផ្សិតហ្នឹងវាងាយនឹងទន់ទេបងប្អូនបន្ទាប់ពីយើងដាក់ផ្សិតដាក់អីហើយមើលថារៀងពុះរៀងឆ្អិនល្មមយើងចាប់ផ្ដើមច្របាច់ក្រូចឆ្មាច្របាច់អីអញ្ចឹងណាបងប្អូនច្របាច់ក្រូចឆ្មាដាក់ជីអីអញ្ចឹងទៅតែប៉ុណ្ណាស្លយើងរួចជាការស្រេចបងប្អូនប៉ុណ្ណេះបានតុងយ៉ាំយើងមកមុខបាត់តែប៉ុណ្ណេះហើយជាការស្រេចបងប្អូនសម្រាប់ស្លតុងយ៉ាំយើងមកមុខនេះអរគុណច្រើនសម្រាប់ការតាមដានទស្សនាវីដេអូជួបគ្នានៅវីដេអូក្រោយបាយបាយជម្រាបលា